បាទសួស្តីបងប្អូនសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះយើងមករៀនការប្រៀបធៀបអក្សរអង់គ្លេសនិងអក្សរខ្មែរបាទដូច្នេះយើងចាប់ផ្ដើមអានទាំងអស់គ្នា A ដូចជា A ឬស្រៈ A បាទ B ដូចជាអក្សរប C ដូចជាអក្សរខឬស D ដូចជាអក្សរដឬដ E ដូចជាស្រៈ E ឬស្រៈ E F ដូចជាអក្សរ F G ដូចជាអក្សរ G បាទ H ដូចជាអក្សរ H I ដូចជាស្រៈ I ឬស្រៈ E បាទ G ដូចជាអក្សរជឬចឬជបាទ K ដូចជាអក្សរកខឬខ L ដូចជាអក្សរឡឬឡ M ដូចជាមបាទ N ដូចជាអក្សរណឬណ O ដូចជាស្រៈឧ ស្រៈអូឬអបាទសំឡេងវា P ដូចជាអក្សរផឬផ Q ដូចជាខ្វឬខ្វបាទ R ដូចជាសំឡេងអក្សររបាទ S ដូចជាអក្សរស T ដូចជាអក្សរថឬធបាទប្រៀបធៀបទៅនឹងអក្សរខ្មែរយើង U ដូចជាស្រៈឧឬអបាទ V ដូចជាអក្សរវឬវ W ដូចជាអក្សរវឬវដែរបាទ X ដូចជាអក្សរខ្សខ្សបាទខ្ស X ដូចជាអក្សរខ្សអានថាខ្សបាទ Y ដូចជាអក្សរយោឬយ៉ Z ដូចជាဇបាទဇបាទដូច្នេះយើងមកមើលការប្រៀបធៀបដោយសរសេរវិញម្ដងបាទនៅក្នុងភាសាអង់គ្លេសមានអក្ខរក្រមទាំងអស់ចំនួន26និងស្រៈ5តួបាទនឹងមានវីដេអូជាបន្តទៀតរៀនអំពីស្រៈបាទថ្ងៃនេះយើងមករៀនការប្រៀបធៀបអក្សរភាសាអង់គ្លេសនិងអក្សរខ្មែរបាទនឹងនៅមេរៀនជាបន្តទៅទៀតរៀនអំពីស្រៈនិងសំឡេងស្រៈជាបន្តទៅទៀតបាទដូច្នេះសូមបងប្អូនជួយចុច Subscribe ដើម្បីនឹងទទួលបាននៅមេរៀនការរៀនភាសាអង់គ្លេសថ្មីបន្ថែមទៀតបាទសូមអរគុណច្រើនសម្រាប់ការតាមដានការសិក្សា